សួស្តីមិត្តភ័ក្តិទាំងអស់គ្នាដែរកំពុងតែមិត្តភ័ក្តិកំពុងតែលេង Facebook កាន់ទូរស័ព្ទទាំងអស់គ្នាចាសួស្តីហើយតមកពីនំម៉ាក់តលៀងដៃមិញតលៀងរបួសហើយស្ដីបងម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះផតបន្ទាប់ពីជូនម៉ាក់ហើយបានដើរចូលផ្សារកាក់ឃើញថាមានបងប្អូនហើយជាច្រើនដែលបានស្គាល់ខ្ញុំពីមុនហ្នឹងមានអារម្មណ៍ថាគាត់ស្វាគមន៍មានអារម្មណ៍ថាគាត់សម្លឹងមើលមកនាងខ្ញុំមានអារម្មណ៍ថារំភើបខ្លាំងមែនតើហើយចង់និយាយសួស្ដីទៅកាន់អ្នកទាំងអស់គ្នាសួស្ដីហើយសិលៃចាហើយគាត់ជាអ្នកប៉ោយប៉ែតគាត់បានឃើញនាងខ្ញុំទៅអញ្ចឹងទៅគាត់មានគាត់ថាគាត់សប្បាយចិត្តដែលមានសិលៃអ្នកប៉ោយប៉ែតទៅប្រឡងអញ្ចឹងហើយបានជាប់ជាតារាអញ្ចឹងគាត់សប្បាយចិត្តហើយគាត់សួរសុខទុក្ខម៉ាក់សួរសុខទុក្ខខ្ញុំសប្បាយចិត្តហើយចូលចិត្តពួកគាត់ទៅមិននិយាយច្រើនណានឹងស្អីសុខខ្លះទេតែមានអារម្មណ៍ថាសប្បាយចិត្តហើយសប្បាយចិត្តខ្លាំងមែនតែនដែលបានមកដល់ប៉ោយប៉ែតហើយចូលទៅលេងមីងអ៊ំពូមីងនៅក្នុងផ្សារដែលធ្លាប់ស្គាល់គាត់បានចូលទៅលេងសួស្ដីគាត់សួរគាត់សួរសុខទុក្ខគាត់ហើយមានអារម្មណ៍ថាគាត់ឃើញមើលមកគាត់សប្បាយចិត្តអូនោះសិលៃចាមីងខ្ញុំសិលៃសួស្ដីមីងលក់ដាច់អត់គាត់ថាគាត់លក់ដាច់ចាមានអារម្មណ៍ថាសប្បាយចិត្តខ្ញុំសប្បាយចិត្តខ្លាំងមែនតើហើយខ្ញុំក៏មិនភ្លេចនៅអ្វីដែលខ្ញុំមានថ្ងៃហ្នឹងគឺមានតែពុកម៉ែបងប្អូនហើយនឹងអ្នកគ្រប់គ្រងរបស់ខ្ញុំបានធ្វើឲ្យស្រីឡៃមានថ្ងៃហ្នឹងស្រីឡៃសូមអរគុណច្រើនចំពោះការគ្រប់គ្រងចំពោះការផ្ដល់កម្លាំងចិត្តចំពោះការវោតឲ្យនាងខ្ញុំមានថ្ងៃនេះនាងខ្ញុំពិតជាសប្បាយចិត្តណាស់ភ្លេចថ្ងៃហ្នឹងបានទេសប្បាយចិត្តខ្លាំងមែនតើហើយមានរឿងសប្បាយចិត្តហើយមានរឿងអត់សប្បាយចិត្តខ្លះបានឃើញម៉ាក់ខ្ញុំទៅគាត់សួរថាហេតុអីម៉ាក់គាត់នៅរំដៃហើយមានស្នាមឈាមអីអញ្ចឹងគាត់សួរអត់តន់ធូរទេមានអារម្មណ៍នឹកឃើញរឿងចាស់មកពេចតែម្ដងមានអារម្មណ៍ថាខឹងមានអារម្មណ៍ថាមូម៉ែខឹងមិនខឹងអ្នកដែលសួរខឹងរឿងខឹងអាម្នាក់អរិយឆានម្នាក់ហ្នឹងខឹងខ្លាំងមែនតែនខឹងឡើងញ័រដៃនិយាយបដាញ័រទ្រូងបដាសួរម៉ាក់គាត់បានទៅលៀងរបួសថ្ងៃហ្នឹង10ថ្ងៃទៀតបានគេឲ្យកាត់ចេះហើយក៏មានបងប្អូនជាច្រើនបានឆាតមកសួរនាងខ្ញុំថាម៉ាក់មិនហើយសុខសប្បាយអត់គាត់មិនហើយអីមិនហើយខ្ញុំក៏ចង់ឆ្លើយតបទៅវិញថាម៉ាក់ខ្ញុំក៏បានសុខសប្បាយទេអត់អីគាត់ថាពេលខ្លះពីថ្ងៃម្ដងអញ្ចឹងគាត់ធ្វើវាក្បាលគាត់ហ្នឹងហើយពីមុខពីក្រោយគាត់ហ្នឹងគាត់ថាដូចគេដំនឹងអាយុអញ្ចឹងឈឺខ្ទោកហើយដូចពិបាកគាត់ថាគាត់គ្រប់គ្រងខ្លួនឯងអត់បានដូច្នេះខ្ញុំមានការពិបាកចិត្តមែនតើរឿងហ្នឹងពិបាកចិត្តខ្លាំងណាស់គាត់ជាអញ្ចឹងទៅមានអារម្មណ៍ថាសប្បាយចិត្តនៅពេលគេគាត់រើអាជំងឺគាត់នឹងម្ដងមកនាងខ្ញុំអារម្មណ៍ថាសំណោះម៉ាក់សំណោះមែនតើព្រោះអីដឹងជាគាត់ពិបាកយ៉ាងណាមនុស្សជាសុខទៅអញ្ចឹងកុំនិយាយហើយថ្ងៃនេះខ្ញុំមានរឿងចង់ប្រាប់ទៅអ្នកចែករំលែកទៅអ្នកទាំងអស់គ្នាឲ្យបានដឹងមានរឿងចង់ប្រាប់មានរឿងចង់និយាយទៅកាន់ពុកម៉ែបងប្អូននិងមិត្តដែលចង់ដឹងរឿងខ្ញុំនឹងចង់និយាយប្រាប់ទៅដឹងថាវាមិនអីមិនខ្ញុំមិនដឹងទេគាត់ថាខ្ញុំឆ្ងល់ហើយខ្ញុំក៏មានការអន់ចិត្តហើយក៏មានការខកចិត្តចំពោះរឿងហ្នឹងនិយាយទៅចូលទៅរឿងម៉ាក់ខ្ញុំអ្នកដែលកាប់ម៉ាក់ខ្ញុំហ្នឹងមិនមែនជាពុករបស់ខ្ញុំបកកើតទេពុករបស់ខ្ញុំបកកើតទោះបីគាត់ខំបណ្ណាអីបណ្ណាក៏ដោយគាត់មិនដែរលើកដៃឲ្យវាយឲ្យកូនស្នាមសម្លាក់អីត្រង់ណាអត់មានទេអ្នកការជេរបដៅស្ដីបដៅអីអស់ហើយប្រពន្ធអីហ្នឹងខឹងអស់ត្រឹមជេរស្ដីហើយអត់ដែរលើកដៃវាយម៉ាក់ខ្ញុំអត់ដែរធ្វើអីឲ្យមានស្លាកស្នាមអត់ដែរមានទេប៉ុន្តែអតីតឆានអ្នកនេះបានហើយតបពីនឹងមកគាត់បានមានរឿងចំនួនមួយគ្នាដែលគាត់ត្រូវអស់និស្ស័យព្រោះនៅមួយគ្នាអត់បានហើយគាត់ត្រូវបែកបាក់គ្នារយៈពេល5-6 ឆ្នាំ
hay con có miền của quân riêng riêng luôn hay mãi nhom có miền ở đây riêng luôn chẳng tới con ban hiệp cà bên chỗ bạn sọp chỗ bạn hiệp cà ba có hiệp ca mẹ có hiệp caแต่ป้าเมื่อเต้าดิ้งมินแต่ก็มีกระไดซอกก้อยอะไรก็ដូចម៉ែគាត់កម្មពីគាត់ដូចជាកម្មពីគាត់ដល់ហើយមានអារម្មណ៍ថាម៉ាក់គាត់ជួបនឹងរឿងបែបនេះខ្ញុំពិតជាមិនអាចនឹកស្មានថាគ្រួសារខ្ញុំអាចជួបរឿងបែបហ្នឹងដែរមានអារម្មណ៍ថាខ្ញុំពិបាកចិត្តខ្ញុំដំបងខ្ញុំទួយអត់បានទេថារត់ទៅឃើញម៉ែខ្លួនឯងដេកនឹងថ្លុកឈាមកាប់សោះអស់មើលមុខម៉ែលេងស្គាល់មានអារម្មណ៍ថាឈឺចាប់តូចចិត្តណាស់ហេតុអីក៏រឿងបែបហ្នឹងកើតទៅលើគ្រួសាររបស់ខ្ញុំចាំតិចណាស្ដីមិនក្មេងៗគួរទ្វាអើយខ្ញុំមានរឿងចង់ប្រាប់ហើយខ្ញុំចង់និយាយក្នុងថ្ងៃហ្នឹងហើយចង់និយាយឥឡូវហ្នឹងគឺរឿងហ្នឹងវាតាមចឹងឯងព្រោះនៅមួយម៉ាក់ខ្ញុំវាមានតែភាពប្រច័ណ្ឌក្នុងខ្លួនវាអត់មានចេះរស់ស៊ីអីទេវាហ្នឹងហើយសូម្បីតែខ្ញុំជាកូនបកើតរបស់ម៉ាក់ខ្ញុំចង់ញ៉ាំអីមួយគាត់ចង់ហៅគាត់ទៅនេះទៅនោះដើរមួយគាត់ក៏មានបញ្ហាថាខ្ញុំនឹងនាំម៉ែមានផែនការក្បត់ឲ្យម៉ែឲ្យអីធ្វើឲ្យម៉ាក់ខ្ញុំក៏ម៉ាក់ខ្ញុំខ្លួនឯងក៏គាត់មានអារម្មណ៍ធុញទ្រាន់ដែរដែលចំណាស់នឹងអស់ហើយចាត់ទុកគ្នាដូច8 9 10ក្មេងដូចខ្ញុំពិបាករឿងហ្នឹងខ្ញុំអត់ពេញចិត្តតាំងពីដំបូងមកមិនធ្វើម៉េចតែគាត់ត្រូវជួបកម្មពីរបស់គាត់ឥឡូវរយៈពេល1ឆ្នាំគាត់តមក1ឆ្នាំពេញផងតែបើមានរឿងកើតមកម៉ាក់ខ្ញុំដំបងឡើយគាត់ជួយគេទេរឿងហ្នឹងគាត់ជួយគេគាត់រៀបថាផ្ទះគាត់កូនខ្វិនហ្នឹងចង់ជួយឲ្យគេចែកអំណោយចែកអីប្រាប់ដល់អ្នកកសែតដល់អ្នកអីហ្នឹងឲ្យទៅជួយចែកអំណោយដល់ផ្ទះកូនខ្វិនហ្នឹងគេមកដល់ហើយគេឲ្យម៉ាក់ខ្ញុំហ្នឹងជូនទៅផ្ទះកូនខ្វិនហ្នឹងហើយប៉ូលីសអី VM អីនៅពេញហ្នឹងទាំងអស់ដែលថាជូនទៅហើយមកវិញនិយាយថាប្តីចុងម៉ាក់ខ្ញុំហ្នឹងក៏វាទៅជាមួយទៀតហើយមកត្រឡប់មកវិញរករឿងម៉ាក់ខ្ញុំថាមិនអត់ជូនសាហាយទៅផ្ទះវិញទេម៉ាក់ខ្ញុំខឹងមួយម៉ាត់ហ្នឹងម៉ាក់ខ្ញុំមិននិយាយរោរហូតដល់វាអត់ទៅធ្វើការវាចាំកាប់ម៉ាក់ខ្ញុំរហូតវាគិតថាម៉ាក់ខ្ញុំស្លាប់ហើយបានវាអាកខ្លួនវាចង់ជាប់គុកខ្ញុំជឿថាវាស្រឡាញ់ម៉ាក់ខ្ញុំជឿពិតមែនប៉ុន្តែអាការស្រឡាញ់របស់វាហ្នឹងមិនមែនជាមនុស្សធម្មតាទេមនុស្សធម្មខ្ញុំក៏មានគ្រួសារខ្ញុំទទួលការស្រឡាញ់វាមិនខ្ញុំយល់តែចំណែកវាម្នាក់ហ្នឹងដូចមនុស្សប្រៃមនុស្សអាពោតមនុស្សអាក្រក់សម្បើមណាដឹងវានៅសល់ពីចំនួនណាមកឯងតែវាមនុស្សវាគឺស៊ីសាច់មនុស្សស្រស់ហ្មងខ្ញុំខឹងប៉ូលីសខ្ញុំខឹងពេទ្យខ្ញុំខឹងអ្នកគ្រប់គ្នាដែលគិតអត់គិតរឿងហ្នឹងដល់ខ្ញុំក្រខ្ញុំអត់ខ្ញុំទទួលស្គាល់ខ្ញុំគ្មានអីដូចខ្ញុំអត់គ្មានអីដូចគេទេខ្ញុំខឹងទាំងថាប៉ូលីសអត់អើតពើរឿងហ្នឹងខ្ញុំសុំហើយសុំទៀតខ្ញុំសុភ័ក្រខ្ញុំវល់ខ្ញុំនិយាយមិនទាំងអស់គេស្ដីឲ្យខ្ញុំវិញថារឿងហ្នឹងបើចេះពេកធ្វើខ្លួនឯងទៅបើចេះជាងប៉ូលីសពេកធ្វើខ្លួនឯងទៅមិនបាច់មកប្តឹងគេបោះពីមកអញ្ចឹងហើយពេទ្យវិញខ្ញុំប្រាប់ឲ្យថាម្នាក់ហ្នឹងវាកាប់ម៉ាក់ខ្ញុំវាសម្លាប់ម៉ាក់ខ្ញុំវាជាជនល្មើសព្រហ្មទណ្ឌពីបទល្មើសព្រហ្មទណ្ឌហើយអ្នកគ្រូអញជួយឃុំខាំងវាដាច់ដライពីគេទៅដាក់ដេកវាមួយរបៀបអញ្ចឹងហើយគាត់ថាមកវិញថាវាជាអ្នកជំងឺម្នាក់ដែរដូច្នេះឲ្យមានការសង្គ្រោះវាឲ្យបានធូរស្រាលវាចាំគេធ្វើតាមនឹងទៀតរហូតដល់វាធូរវាស៊ីបានដើរបាននិយាយបានគ្រាន់បើម៉ាក់ខ្ញុំដេកនៅកន្លែងស្មោះអត់ងើបបានទេរហូតដល់វានិយាយបានធ្វើបាននេះហើយខ្ញុំទៅប្រាប់ពេទ្យទៀតថាពេទ្យមិនក៏ប៉ូលីសខ្ញុំប្រាប់ប៉ូលីសដំបងប្រាប់ប៉ូលីសថាចាំចេញกระดาษពីពេទ្យមកទៅបានធូរហើយទៅចាប់វាដាក់ខ្នោដាក់ច្បាប់វាតែវា
là hô tỏ đọc ngay cho mình lẽ khả năng thao vi rốt đấy việc khả năng thao vi tới tia đôi sủng rùa miền là cái chọc khọt khen vi đấy bẹt tranh cái đó vi tới tia tam sủng rùa miền là cái mà chui khọt chui khen chui chọc vì cứ việc cặp